រដ្ឋាភិបាលថ្មីរបស់វេណេស៊ុយអេឡានិងសហរដ្ឋអាមេរិកបានពិភាក្សាគ្នាអំពីការផ្លាស់ប្តូរបន្ទាប់ពីលោកម៉ាដូរូអស់អំណាចប្រធានាធិបតីបណ្ដោះអាសន្នរបស់វេណេស៊ុយអេឡាលោកស្រី Delcy Rodrigo បានពង្រឹងរដ្ឋាភិបាលថ្មីរបស់ខ្លួនកាលពីថ្ងៃច័ន្ទដោយបានតែងតាំងសមាជិកគណៈរដ្ឋមន្ត្រីជាច្រើនលោកស្រីបានទទួលជួបជាមួយអ្នកការទូតកំពូលថ្មីរបស់អាមេរិកនៅទីក្រុងការ៉ាកាសដើម្បីដោះស្រាយការផ្លាស់ប្តូររបស់ប្រទេសបន្ទាប់ពីការបណ្ដេញលោកនីកូឡាស់ម៉ាដូរ៉ូចេញពីតំណែងលោកស្រីរ៉ូណាដូហ្គោភារៈធារីរបស់ទីក្រុងវ៉ាស៊ីនតោនប្រចាំប្រទេសវេណេស៊ុយអេឡាបានប្រកាសនៅលើបណ្ដាញសង្គម X ថាលោកស្រីបាននិយាយជាមួយលោកស្រីរ៉ូទ្រីហ្គោអំពីផែនការរបស់សហរដ្ឋអាមេរិកសម្រាប់ស្ថិរភាពការងើបឡើងវិញនៃសេដ្ឋកិច្ចការផ្សះផ្សានិងការផ្លាស់ប្តូរយ៉ាងណាមិនច្បាស់ភ្លាមៗថាតើលោកស្រីឌូហ្គោមានន័យយ៉ាងណាចំពោះការផ្លាស់ប្តូរនេះទេលោកម៉ាដូរ៉ូបានកាន់អំណាចតាំងពីឆ្នាំ2013រហូតដល់កងកម្លាំងអាមេរិកបានវាយឆ្មក់ចូលប្រទេសនិងចាប់ខ្លួនរូបលោកប៉ុន្តែរដ្ឋាភិបាលរបស់លោកភាគច្រើននៅតែរក្សាមុខតំណែងរដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡាលោកវេនហ្គីលបាននិយាយបន្ទាប់ពីកិច្ចប្រជុំថាការផ្ដោតខាងការទូតឆ្ពោះទៅមុខនិងពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាភាពខុសគ្នានិងភាពចម្រូងចម្រាសជាប្រវត្តិសាស្ត្ររវាងសហរដ្ឋអាមេរិកនិងវេណេស៊ុយអេឡាលោកបាននិយាយថាយើងបានពិនិត្យមើលរបៀបវារៈរួមជាពិសេសលើធម្មពលពាណិជ្ជកម្មនិងនយោបាយ